នាងខ្ញុំសូមលំអរកាយគោរពជំរាបសួរទៅដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវអ្នកអង្គការអស់លោកស្រីព្រមទាំងសប្បុរសជនដែលតែងតែមានធម៌សប្បុរសទាំងអស់ថ្ងៃនេះក្រុមការងារសមាគមគ្រួសារសុភមង្គលបានចុះមកភូមិថ្នាឃុំរាជមន្ទីរស្រុកកំពង់រោខេត្តស្វាយរៀងមកជួបជាមួយនឹងក្រុមគ្រួសារដែលពួកគាត់មានពិការភាពផ្នែកទាំងក្រុមគ្រួសារតែម្ដងទី1គឺប្អូនប្រុសឈិនសុជាតិអាយុ13ឆ្នាំពិការផ្នែកមើលឃើញតិចហើយបច្ចុប្បន្នបានចូលរៀននៅអនុវិទ្យាល័យជ័យជំនះថ្នាក់ទី7ហើយសមាគមបានផ្ដល់កែវពង្រីកមួយគ្រឿងជូនគាត់ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសិក្សាទី2គឺប្អូនស្រីឈិនផានីអាយុ15ឆ្នាំពិការភ្នែកងងឹតឈឹងបច្ចុប្បន្នគាត់នៅផ្ទះអត់ទាន់បានចូលសិក្សាទេទី3គឺបងស្រីម៉ៅសូនីដែលត្រូវជាម្ដាយមានអាយុ42ឆ្នាំបច្ចុប្បន្នគឺគាត់នៅផ្ទះហើយពិការភ្នែកមើលឃើញបានតិចតួចហើយដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃសម្រាប់ពួកគាត់សមាគមគ្រួសារសុភមង្គលបាននាំយកនៅអំណោយដែលមានដូចជាអង្ករមីនិងថវិកាបន្តិចបន្តួចដើម្បីសម្រាលការរស់នៅរបស់ពួកគាត់បានមួយគ្រាហើយនៅពេលឆាប់ខាងមុខនេះសមាគមគ្រួសារសុភមង្គលនឹងទទួលប្អូនប្រុសឈិនសុជាតិនិងប្អូនស្រីឈិនផានីឲ្យចូលសិក្សានៅសាលាអប់រំពិសេសនៅក្នុងខេត្តស្វាយរៀងសូមសប្បុរសជនទាំងអស់មេត្តាជួយឧបត្ថម្ភក្នុងការកសាងសាលារៀននេះឲ្យទទួលបានជោគជ័យនាពេលឆាប់ខាងមុខនេះព្រោះយើងខ្ញុំចង់ឲ្យក្តីសម័យរបស់ជនពិការទាំងអស់គ្នាក្លាយជាការពិតនៅពេលអនាគតពួកគាត់នឹងមានសាលារៀនដូចអ្នកមិនពិការដែរលោកអ្នកអាចចូលរួមឧបត្ថម្ភជាថវិកាឬក៏ជាសម្ភារៈដូចជាឥដ្ឋដែកខ្សាច់ថ្មសំណង់ជាដើមទៅតាមលទ្ធភាពឬកម្លាំងសទ្ធាជ្រះថ្លារបស់អស់លោកស្រីតាមរយៈលេខទូរស័ព្ទ066 78 Telegram 086 78 18 ឬតាមរយៈ Facebook Page សមាគមគ្រួសារសុភមង្គលខេត្តស្វាយរៀងសូមអរគុណ